អញ្ញាធិខណ្ឌឫស្សីកែវដាក់ឱវាទឲ្យរុះរើនិងចល័តមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មដាយត្រីបន្តទៀតនោះទេភ្នំពេញអញ្ញាធិខណ្ឌឫស្សីកែវទុករយៈពេលដល់ទៅថ្ងៃទី30 ខែមិនិនាឆ្នាំ2025ឲ្យម្ចាស់ដាយត្រីរុះរើនិងចល័តមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មដាយត្រីបន្តទៀតនោះឡើយក្នុងករណីមិនសហការមិនអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលខណ្ឌឫស្សីកែវនិងអនុវត្តវិធានការរដ្ឋបាលជាក់ស្ដែងនៅថ្ងៃអង្គារទី11 ខែមិនិនាឆ្នាំ2025លោកដនដាវុធនាយករងរដ្ឋបាលខណ្ឌឫស្សីកែវដោយទទួលបានការណែនាំរបស់លោកចិនប៊ុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានដឹកនាំមន្ត្រីការិយាល័យសាធារណការនិងដឹកជញ្ជូនអនាម័យបរិស្ថាននិងសម្ដាប់ធ្នាប់សាធារណៈមន្ត្រីការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍសង្គមកិច្ចនាយសង្កាត់រដ្ឋបាលជលផលច្រាំងចំរេះសង្កាត់ច្រាំងចំរេះទី1និងសង្កាត់ស្វាយប៉ាកចុះត្រួតពិនិត្យដាយត្រីដែលមាននៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវដោយដាយត្រីសរុបចំនួន13ទីតាំងដែលមានច្បាប់អនុញ្ញាតក្នុងការចុះត្រួតពិនិត្យជាក់ស្ដែងឃើញថាមានដាយត្រីចំនួន10ទីតាំងប៉ុណ្ណោះស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវក្នុងយុទ្ធនាការចុះត្រួតពិនិត្យនេះក្រុមការងារបានណែនាំឲ្យម្ចាស់ដាយត្រីរុះរើនិងចល័តយ៉ាងយូរត្រឹមថ្ងៃផុតកំណត់ឲ្យធ្វើអាជីវកម្មដាយត្រីដែលត្រូវជាថ្ងៃទី30 ខែមិនិនាឆ្នាំ2025ហើយក្នុងនោះប្រសិនបើម្ចាស់ដាយត្រីមិនសហការមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវនិងអនុវត្តវិធានការរដ្ឋបាលនិងមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ផលប្រយោជន៍អ្វីឡើយ